រុនសុស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមចែករំលែកចំណេះដឹងកពិចកំពុកអង្គកំប៉ុងអំពីរបៀបបើកលុយពី Western Union នៅឯធនាគារ Acilita ខ្ញុំមានបានបង្រៀនបងប្អូនទេនេះគឺជាបទពិសោធន៍ជាក់ស្ដែងរបស់ខ្ញុំដែលទៅបើកលុយនៅឯធនាគារ Acilita ដែលមិត្តភ័ក្តិបងប្អូនភ្ញៀវបានផ្ញើមកឲ្យខ្ញុំចាយដើម្បីបើកលុយបាននៅឯធនាគារ Acilita តាមរយៈ Western Union ឯកសារសំខាន់ចំនួន3គត់ដែលយើងអាចយកទៅបើកលុយបានងាយស្រួលបំផុតមានពិបាកមានស្មុគស្មាញឯកសារទី1យើងត្រូវមានអត្តសញ្ញាណប័ណ្ណក្នុងអត្តសញ្ញាណប័ណ្ណមានឈ្មោះខែឆ្នាំកំណើតនិងលេខអត្តសញ្ញាណប័ណ្ណរបស់យើងឯកសារទី2គឺលេខសម្ងាត់លេខកូដសម្ងាត់10ខ្ទង់ដែលមិត្តភ័ក្តិភ្ញៀវបានផ្ញើមកឲ្យយើងពីបរទេសពីសហរដ្ឋអាមេរិកពីអូស្ត្រាលីពីកាណាដាអង់គ្លេសឬមកពីអាល្លឺម៉ង់យើងត្រូវមានលេខកូដសម្ងាត់នេះទើបអាចបើកលុយបានហើយទី3យើងត្រូវមានលេខទូរស័ព្ទយើងមានលេខទូរស័ព្ទយើងអាចទៅបើកលុយបានតោះយើងសូមអញ្ជើញទៅមើលត្រួតពិនិត្យមើលរបៀបបើកលុយរបស់ខ្ញុំនៅឯ Western Union ដូចតទៅសូមអរគុណBye bye. See you. Bye bye. See you at the bank. Bye bye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 . See you at the bank. Bye bye. Chào X. X. X chân. ពេលមកដល់ធនាគារ Acilita ខ្ញុំប្រាប់គេថាមកបើកលុយតាមរយៈ Western Union ហើយគេឲ្យឯកសារដើម្បីបំពេញសំណុំលេខប័ណ្ណដែលយើងអាចមើលដូចតទៅនេះ Western បន្ទាប់ពីទទួលឯកសារពីបុគ្គលិកធនាគារ Acilita រួចរាល់ទី1ខ្ញុំត្រូវបំពេញលេខកូដទាំង10ខ្ទង់លេខកូដសម្ងាត់ទាំង10ខ្ទង់ដែលមិត្តភ័ក្តិខ្ញុំបានផ្ញើមកពីប្រទេសអាល្លឺម៉ង់ឬមកពីសហរដ្ឋអាមេរិកឬកាណាដាឬនៅអូស្ត្រាលីហើយទី2បន្ទាប់ពីបំពេញឯកសាររួច10ខ្ទង់រួចទី2ខ្ញុំត្រូវបំពេញឈ្មោះប្រទេសដែលភ្ញៀវបានផ្ញើលុយមកដូចជាប្រទេសអាល្លឺម៉ង់ជាដើមហើយទី3ត្រូវបំពេញចំនួនទឹកលុយដែលភ្ញៀវបានផ្ញើមកយើងដូចមានឧទាហរណ៍ស្រាប់ហើយទី4ខ្ញុំត្រូវបំពេញឈ្មោះនិងនាមត្រកូលរបស់ខ្ញុំដែលមានសរសេរក្នុងអត្តសញ្ញាណប័ណ្ណកុំភ្លេចឈ្មោះពេញនាមត្រកូលរបស់យើងហើយបន្ទាប់មកយើងត្រូវសរសេរខែឆ្នាំកំណើតរបស់យើងដាក់ចូលនិងសញ្ជាតិខ្មែរហើយបន្ទាប់មកទៀតយើងត្រូវសរសេរលេខទូរស័ព្ទដាក់បំពេញនៅក្នុងឯកសារនេះដើម្បីងាយស្រួលក្នុងការបើកលុយបន្ទាប់ពីបំពេញសរសេរលេខទូរស័ព្ទរួចយើងត្រូវសរសេរអាសយដ្ឋានរបស់យើងភូមិគ្រោះសង្កាត់ស្វាយដង្គមខេត្តក្រុងសៀមរាបប្រទេសកម្ពុជាហើយបន្ទាប់មកទៀតយើងសរសេរមូលហេតុដែលភ្ញៀវមិត្តភ័ក្តិឬបងប្អូនផ្ញើលុយមកពីក្រៅប្រទេសមកឲ្យយើងចាយឬមកជួយក្មេងៗសិក្សារៀនសូត្រឬក៏អាចមកជួយធ្វើបុណ្យទានហើយបន្ទាប់ទៀតយើងត្រូវសរសេរឈ្មោះភ្ញៀវទាំងឈ្មោះនិងនាមត្រកូលឲ្យបានច្បាស់លាស់និងពិតប្រាកដនេះជាចំណុចពិសេសហើយសំខាន់បំផុតព្រោះខាងភ្នាក់ងារ Acilita នឹងសួរឈ្មោះភ្ញៀវដែលផ្ញើលុយមកឲ្យយើង
ហើយបន្ទាប់មកទៀតយើងត្រូវសរសេរលេខអត្តសញ្ញាណប័ណ្ណរបស់យើងហើយទៅស៊ីថ្ងៃខែឆ្នាំដែលបានធ្វើអត្តសញ្ញាណប័ណ្ណនិងថ្ងៃខែឆ្នាំដែលអត្តសញ្ញាណប័ណ្ណផុតកំណត់ហើយនឹងទីក្រុងខេត្តក្រុងដែលយើងបានធ្វើអត្តសញ្ញាណប័ណ្ណហើយយើងបកគលឯកសារជូនងាកងាយ A Silita ទៅមកយើងរងចាំបើកលុយទាំងអស់គ្នាបងប្អូនខ្ញុំបើកលុយពី Western Union នៅធនាគារ Elisa បានជោគជ័យ 100% ហើយបើបងប្អូនមានអ្នកផ្ញើលុយមកពីក្រៅប្រទេសបារាំងអាមេរិកកាំងអាល្លឺម៉ង់អង់គ្លេសអូស្ត្រាលីបងប្អូនត្រូវប្រាប់ត្រូវកន្លែងត្រូវផ្ញើលុយគឺ Western Union នេះ Western Union ហើយអាស័យដ្ឋានធនាគារ A Silita គ្រប់ខេត្តក្រុងដែលបងប្អូនរស់នៅតែពេលមិត្តភ័ក្តិផ្ញើលុយមកក៏ទម្លាក់លេខកូដ10ខ្ទង់នេះ10ខ្ទង់ឲ្យយើងមកជាលេខកូដសម្ងាត់ហើយយើងយកអត្តសញ្ញាណប័ណ្ណលេខទូរស័ព្ទនិងលេខកូដ10ខ្ទង់ទៅបើកលុយនៅធនាគារ A Silita កុំភ្លេចឈ្មោះភ្ញៀវពេញនាមតកូលនិងឈ្មោះភ្ញៀវហើយនឹងលេខកូដ10ខ្ទង់និងអត្តសញ្ញាណប័ណ្ណទើបយើងអាចបើកលុយបានលុយនេះស្រួលសាមញ្ញបំផុតបងប្អូនមិនមែនមេរៀនទេហ្នឹងគឺវីដេអូពិតបើកលុយពិតជាក់ស្ដែង 100% សូមអរគុណលោកម្ចាស់ទាំងអស់គ្នា